ដើម្បីបំពេញនៅតម្រូវការនិងការស្នើរបស់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានក្រសួងអភិវឌ្ឍជនបទបានចាត់តាំងឲ្យអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍនិងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពដឹកនាំដោយលោកទិតសុផាអគ្គទីការរងនិងជានាយកកម្មវិធីដែលមានការអញ្ជើញចូលរួមពីលោកស្រីប្រធានគ្រប់គ្រងកម្មវិធីមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ PMJ ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ PIC រួមជាមួយលោកជាយុធិរុនប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យនិងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍនិងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅក្នុងឃុំតាគង់កាលពីល្ងាចថ្ងៃពុធទី21ខែមករាឆ្នាំ2026លោកជាយុធិរុនបានមានប្រសាសន៍បញ្ជាក់ថាការចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍនឹងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពនៅឃុំតាគង់នៃស្រុកម៉ាឡៃក្រសួងអភិវឌ្ឍជនបទបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំតាគង់មានដូចជាស្ដារស្រះសហគមន៍អណ្ដូងខួងបំពាក់ស្នប់ទៀងត្រង់ទឹកភ្លៀងធុងជ័រត្រង់ទឹកភ្លៀងសម្រាប់សាលារៀននិងមណ្ឌលសុខភាពបង្គន់អនាម័យតាមសាលារៀនបង្គន់អនាម័យគ្រួសារជាស្ដែងនៅថ្ងៃនេះយើងបានចុះពិនិត្យការស្ដារស្រះសហគមន៍ចំនួន6និងពាងត្រង់ទឹកភ្លៀងចំណុះ 1000 លីត្រចំនួន 3625 ពាងទន្ទឹមជាមួយនឹងការចុះពិនិត្យលោកទិតសុផាដែលជាអគ្គទីការរងនិងជានាយកកម្មវិធីបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់និងក្រុមហ៊ុនសាងសង់ឲ្យខិតខំជំរុញការសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដារនិងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែងហើយឲ្យបានសម្រេចរួចរាល់តាមផែនការដែលបានកំណត់លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សានូវសមិទ្ធផលដែលបានថ្មីនេះតាមរយៈការសម្អាតបរិស្ថានថែទាំឲ្យបានគង់វង្សយូរអង្វែងពិសេសសូមចូលរួមផ្ដល់នូវសហការនិងជំរុញកម្មវិធីអភិវឌ្ឍនិងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាព